រឿងគ្រូអាគមបង្ក្រាបព្រីខ្លាកាលពីយូរលង់ណាស់មកហើយនៅចុងភ្នំដងរែកមានភូមិតូចមួយឈ្មោះថាភូមិត្រពាំងស្រមោលភូមិនេះស្ងប់ស្ងាត់និងរំពាត់ដោយព្រៃក្រាស់និងជ្រោះយ៉ាងជ្រៅអ្នកភូមិរស់នៅដោយការធ្វើស្រែបរបាញ់សត្វនិងរកអុសក្នុងព្រៃប៉ុន្តែនៅពេលដែលថ្ងៃលិចគ្មាននរណាម្នាក់ហ៊ានចេញក្រៅផ្ទះនោះឡើយព្រោះនៅក្នុងព្រៃនោះមានព្រីខ្លាដ៏សាហាវមួយគេនិយាយតគ្នាថាព្រីខ្លានោះមិនមែនជាសត្វធម្មតានោះទេមានតែវិញ្ញាណអាក្រក់ដែលចូលចិត្តសន្ធិដ្ឋក្នុងខ្លាធំមួយរាល់យប់វាចេញពីព្រៃមកយំស្រែកដូចជាមនុស្សហើយបន្ទាប់មកក៏មានមនុស្សបាត់ខ្លួនជារៀងរាល់ពេលដែលសំឡេងខ្លានោះយំរំលងអ្នកណាដែលបានឮសំឡេងវាតែងតែឈឺជាជំងឺធ្ងន់ធ្ងរឬឆ្កួតបាត់បង់សតិជាដើមហើយនៅចុងភូមិនោះមានស្ត្រីមេម៉ាយម្នាក់ឈ្មោះយាយផាន់រស់នៅជាមួយនឹងចៅប្រុសឈ្មោះវិចិត្រមានអាយុ17ឆ្នាំជាក្មេងដែលក្លាហាននិងចូលចិត្តស្វែងរកនិងស្វែងយល់នៃឥតកំបាំងថ្ងៃមួយពេលដែលគេដឹកគោត្រឡប់ពីវាលស្រែគេឃើញស្នាមជើងខ្លាធំនៅក្បែរផ្ទះរបស់គេយាយផាន់ឃើញហើយក៏ស្លន់ស្លោជាខ្លាំងយាយផាន់ស្រែកហៅចៅអើយកុំទៅក្បែរព្រៃទៀតព្រីខ្លាវាមកជិតភូមិយើងហើយចៅចិត្តយាយព្រីខ្លានោះមានពិតមែនឬយាយផាន់បានដកដង្ហើមធំហើយនិយាយទាំងភ័យខ្លាចថាកាលយាយនៅក្មេងណាមានគ្រូអាគមធ្លាប់បានចាប់វាបានប៉ុន្តែពេលនេះគាត់បានស្លាប់បាត់ទៅហើយឥឡូវនេះវាដូចជាត្រឡប់មកវិញហើយយប់នោះខ្យល់ត្រជាក់និងបក់ជាខ្លាំងសត្វឆ្កែទាំងភូមិស្រែកយំមិនឈប់ឈរសោះឡើយរំពេចនោះសំឡេងខ្លាឡើងពីក្នុងព្រៃលាយជាមួយនឹងសំឡេងស្រីសាយខ្សឹបអ្នកភូមិនាំគ្នាបិទទ្វារជិតតែភ្លាមមានសំឡេងគោះទ្វារផ្ទះយាយផាន់ជាខ្លាំងហើយវិចិត្របានយកចង្កៀងទៅមើលនៅពេលដែលបើកទ្វារគេឃើញបរិសុទ្ធចំណាស់ម្នាក់ពាក់អាវពណ៌ខ្មៅហើយកាន់ឈើច្រត់ព្យួរកាបូបយ័ន្តនឹងចង្កេះបុរសនោះនិយាយស្ងាត់ខ្ញុំឈ្មោះគ្រូសែនខ្ញុំមកបង្ក្រាបព្រីខ្លាយាយផាន់ភ្ញាក់ផ្អើលលោកគ្រូសែនលោកគ្រូមិនទាន់ស្លាប់ទេឬគ្រូសែនញញឹមតិចខ្ញុំធ្លាប់បិទវាបានម្ដងដែរតែពេលនេះអំណាចវាខ្លាំងជាងមុនខ្លាំងណាស់ថ្ងៃបន្ទាប់លោកគ្រូសែននាំវិចិត្រចូលព្រៃពួកគេបានដើរកាប់ឈើធំហើយក៏បានស្ដាប់ឮសំឡេងចម្លែកដូចជាមានមនុស្សខ្សឹបតាមខ្យល់នៅកណ្ដាលព្រៃមានខ្ទមបែកបាក់មួយហើយនៅក្នុងខ្ទមនោះពោពេញដោយឆ្អឹងសត្វនិងគំនូរយ័ន្តចាស់គ្រូសែននិយាយថានៅទីនេះជាកន្លែងដែលគ្រូខ្មៅធ្លាប់ធ្វើមុនអាគមបិសាចព្រីខ្លានេះគឺជាវិញ្ញាណមនុស្សដែលត្រូវបានគេសម្លាប់ដោយអំពើអាបធ្មប់វិចិត្របានសួរវាមានន័យថាវាធ្លាប់ជាមនុស្សដែរមែនលោកគ្រូសែនបានងក់ក្បាលបាទហើយវិញ្ញាណនេះពោពេញដោយកំហឹងរំពេចនោះខ្យល់ត្រជាក់បក់កាត់សំឡេងសើចនឹងស្ត្រីលាន់ចេញពីព្រៃងងឹតគ្រូសែននិយាយថាអ្នកនឹងហ៊ានត្រឡប់មកទៀតភ្លាមនោះខ្លាធំមួយភ្នែកក្រហមលោតចេញពីក្នុងព្រៃរោមវាខ្មៅដូចធ្យូងហើយមាត់វាមានឈាមហូរស្រក់ទៀតផងវិចិត្រភ័យខ្លាំងណាស់រហូតដល់ញ័រជើងតែគ្រូសែនយកយ័ន្តបោះទៅលើខ្លានោះហើយសូត្រមន្តអាគមអ្នកមោពុទ្ធិយៈអាគមបិទវិញ្ញាណបិសាចយ័ន្តភ្លឺក្រហមធ្វើឲ្យព្រីខ្លាស្រែកឈឺចាប់ជាខ្លាំងតែវាមិនរត់នោះទេវាលោតសម្ដៅមកវិញយ៉ាងលឿនលោកគ្រូសែនត្រូវក្រញ៉ាំវាចំដើមទ្រូងហូរឈាមពេញអាវវិចិត្រស្រែកលោកគ្រូសែនទាញកាំបិតនឹងយ័ន្តមួយចេញពីកាបូបហើយប្រាប់វិចិត្រឯងចាប់យកកាំបិតនេះចាក់ចំកន្លែងងាស់វាទៅទីនោះវាជាកន្លែងដែលវិញ្ញាណស្នាក់នៅវិចិត្រខ្លាចខ្លាំងណាស់ប៉ុន្តែគេចងចាំអ្នកភូមិដែលបានស្លាប់ដោយសារតែព្រាយខ្លានេះជាច្រើនគេរត់សម្ដៅទៅមុខវាខណៈកំពុងតែស្រែកខ្លាំងឡើងវាលោតមកលើគេវិចិត្របិទភ្នែកហើយបានចាក់កំបិតចំមុខហើយធ្វើឲ្យវាអស់កម្លាំងជាខ្លាំងឈាមខ្មៅផ្ទុះចេញព្រាយខ្លាស្រែកលួនពេញព្រៃហើយវាចាប់ដើមរលាយទៅម្ដងបន្តិចคล้ายជាផ្សែងខ្មៅមុននឹងបាត់ទៅវាបានបញ្ចេញសំឡេងស្ត្រីយំយ៉ាងកំសត់ហើយបន្ទាប់មកព្រៃទាំងមូលហាក់ដូចជាស្ងប់ស្ងាត់ទៅវិញខ្យល់ត្រជាក់ក៏បានបាត់សំឡេងសត្វយំក៏រលត់គ្រូសែនដួលអង្គុយហើយញញឹមតិចនៅទីបំផុតវាបានទៅស្ងាត់ហើយវិចិត្រក៏បានជួយគ្រូសែនត្រឡប់មកភូមិវិញអ្នកភូមិទាំងអស់នាំគ្នាអបអរព្រោះការចាប់ផ្ដើមថ្ងៃនោះគ្មាននរណាម្នាក់ឮសំឡេងព្រីខ្លាទៀតឡើយប៉ុន្តែ
ខែក្រោយមកនៅយប់ភ្លៀងធ្លាក់ខ្លាំងមានក្វេងគ្វាគោម្នាក់ឮសំឡេងខ្លាស្រែកយំនៅក្នុងព្រៃជាខ្លាំងម្ដងទៀតហើយនៅពេលនោះនៅលើដើមឈើធំមួយមានភ្នែកក្រហមមួយគូកំពុងតែសម្លឹងមកអ្នកភូមិយ៉ាងស្ងៀមស្ងាត់ហើយរឿងគ្រូអាគមបង្ក្រាបព្រីខ្លាចប់តែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត